បន្ទាប់ពីនៅក្លឹបជាច្រើនឆ្នាំ2014គឺឆ្នាំដែល Harry Kane ចាប់ផ្ដើមបង្ហាញខ្លួនថាជាតារាបាល់ទាត់ Tottenham បានរត់ធ្វើ Diamond មួយដែលរងចាំឱកាសតែមួយនៅ Premier League 2014-15 Kane ចាប់ផ្ដើមដាវលើឆាកធំគាត់សុទ្ធ31គ្រាប់ក្នុងគ្រប់ព្រឹត្តិការណ៍គាត់ក្លាយជាកីឡាករដែលមានឈ្មោះលេចធ្លោបំផុតម្នាក់ក្នុងវ័យក្មេងការសុទ្ធពីគ្រាប់លើ Chelsea និង North London Derby គន្លឹះធំដែលធ្វើឲ្យគេឈ្មោះគាត់ល្បីល្បាញរដូវកាល2015-16 Kane ធ្វើឲ្យ Premier League ឈឺក្បាលគាត់សុទ្ធ25គ្រាប់ឈ្នះ Premier League Golden Boot ជាលើកដំបូងពីកីឡាករខ្ចីជើង Contem ក្លាយជាអ្នកសុទ្ធលេខ1នៃអង់គ្លេសរដូវកាលបន្ទាប់ Kane មិនត្រឹមតែធ្វើបានដូចឆ្នាំមុនទេគាត់ធ្វើបានលើសពីនេះទៀតនៅ2016-17គាត់សុទ្ធ29គ្រាប់ទាំងនៅក្នុងលីកនិងការបញ្ចប់រដូវកាលដោយ Hat-trick 2លើ Watford និង Hull គេស្គាល់គាត់ថា King of Finishing អ្នកមិនអាចទប់គាត់បានទេឆ្លាត Steel ត្រឹមត្រូវជើងស្ដាំខ្លាំងហើយការបាញ់បាល់បែបខឺដ៏ពិសេស Kane មិនត្រឹមតែជាអ្នកស៊ូទេគាត់ជាកីឡាករសំខាន់ Spurs ការលេងរបស់គាត់បន្ថែម Playmaking បញ្ចេញបាល់ត្រឡប់ដើម្បី build up ហើយជួយបានគ្រប់ទី Tottenham ក្រោម Pochettino ក៏ឡើងទៅកម្រិតថ្មី Kane ជាមូលដ្ឋាននៃការរីកចម្រើននៅពេលនោះពីកីឡាករខ្ចីជើងទៅក្លាយជាមនុស្សសម្លេង Golden Boot Harry Kane បានក្លាយទៅជាវត្ថុដ៏ខ្លាំងនៃមនុស្សដែលមានភាពស្ថិរភាពនៅ EP3 យើងនឹងចូលទៅរក World Cup England Captain និងការផ្លាស់ប្ដូរ Bayern Munich រឿងធំជាងគេនៅជីវិត Harry Kane